នៅពេលរដូវរងាបញ្ចប់កង្កែបរាប់រយក្បាលបានប្រញាប់ប្រញាល់ទៅរកប្រភពទឹកសម្រាប់រដូវបង្កាត់ពូជប្រចាំឆ្នាំរបស់ពួកគេដើម្បីជៀសវាងការកកដោយភាពត្រជាក់ពួកវាត្រូវតែធ្វើដំណើរនៅពេលថ្ងៃស្បែករបស់ពួកវាមានសារធាតុដូចឡេការពារកម្ដៅថ្ងៃធម្មជាតិដើម្បីការពារពួកវាពីពន្លឺព្រះអាទិត្យខ្លាំងនៅសីតុណ្ហភាពខ្ពស់នៅទីខ្ពស់ជាកន្លែងដែលវារស់នៅវាគ្រាន់តែនៅខាងលើត្រជាក់ប៉ុន្តែមិនអីទេនៅក្នុងទឹករាក់លើដីខ្មៅវាក្តៅបន្តិចដែលធ្វើឲ្យវាជាកន្លែងដ៏ល្អបំផុតសម្រាប់ពួកវាដើម្បីពងកង្កែបឈ្មោលតោមកង្កែបញីដែលធំជាងត្រៀមបង្កកំណើតពងភ្លាមនៅពេលដែលវាចេញរដូវកាលបង្កាត់ពូជធំនេះមានរយៈពេល3ទៅ4ថ្ងៃវិធីសាស្ត្របង្កាត់ពូជពិសេសនេះជួយឲ្យកង្កែបរស់រានមានជីវិតក្នុងបរិយាកាសដ៏លំបាកនិងត្រជាក់ទាំងនេះដោយធានាឲ្យពូជរបស់វាបន្តទៅចំនួនមួយទៀតតោះថ្ងៃនេះ admin សូមណែនាំ app ebook ដែលមានសៀវភៅដូចជាសៀវភៅសេដ្ឋកិច្ចសៀវភៅអភិវឌ្ឍសមត្ថភាពសៀវភៅសហគ្រិនភាពសៀវភៅទីផ្សារសៀវភៅមុខចំនួនល្បីៗទាញយកតាមដំណរភ្ជាប់ខាងក្រោមនេះបង់ប្រាក់ជាមួយ ABA លោកអ្នកអាចស្ដាប់បានដោយស្វ័យប្រវត្តិ